bạn số dânអ្នកនរគ្នាថ្ងៃនេះខ្ញុំមិនតន់ចាប់ដើមចូលមេរៀនទី1ទេប៉ុន្តែណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ទី1គេហៅការណែនាំឲ្យគេហៅមាតិកានេះគឺមាន7ចំណុចនិងអាចបន្ថែមទៅតាមបើសិនជាចាំបាច់អញ្ចឹងទី1នេះគឺការណែនាំឲ្យស្គាល់សត្វទាំង12តមកការណែនាំឲ្យស្គាល់ធាតុទាំង5ការណែនាំឲ្យស្គាល់អំពីសត្វហៈហើយការណែនាំអំពីស្គាល់អំពីសត្វឆុងធាតុហៈទីចំណុចទី5និងទី6ធាតុឆុងហើយដល់ឡែកទី7នោះគឺយើងចាប់ដើមសិក្សាអំពីតារាងប៉ាជឺយកតែម្ដងអញ្ចឹងនេះគឺជាសេចក្តីណែនាំនិងជាមាតិកាហើយយើងនឹងចាប់ដើមនៅមេរៀនទី1នៅថ្ងៃស្អែកអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងហើយកុំភ្លេចជួយ Subscribe Follow Page របស់ខ្ញុំផងបាទសូមអរគុណ